សួស្តីបងប្អូនទាំងគ្នាចឹងខ្ញុំតមកហ៊ានចំណុចយ៉ាងទៀតខ្ញុំមានអង្គតេក្រានៃ e ស្មើអង្គតេក្រានៃ dx លើ x ក៏តែជាមួយមុខលិន x ដោយសារតែយើងកណិតការទេយើងទៅតាំងទេស្មើនឹងកសោ1បូកជាមួយនឹងលិន x ដល់ពេលយើងទីហៅ dt មកយើងបាន dt ស្មើជាមួយនឹង dx លើ x ដែលសេតេរបស់យើងស្មើ1បូកលិន x ហើយ dt របស់យើងស្មើជាមួយនឹងdx លើ x ចឹងយើងចូលសមីការ e របស់យើងដែលមានសមីការ e ស្មើជាមួយនឹងអន្តេក្រានៃ dx លើ x កតា1បូកលិន x ដោយ dx លើ x ស្មើ dt ចឹងយើងបាន1លើ t ក្រេ dt ស្មើជាមួយនឹងអន្តេក្រា1លើ t ស្មើដក1លើ t ស្មើជាមួយនឹងt យើងស្មើជាមួយបូកលិន x ចឹងបូក c គេបានត្រីជារបស់ a ដូចនេះ e របស់យើងស្មើដក1លើ1បូកលិន x បូក c ជារបស់ a តោះនេះខ្ញុំបានបញ្ចប់សូមអរគុណច្រើនជម្រាបលា